អត្តសញ្ញាណរបស់ខ្លួនឯងមានមនុស្សមួយចំនួនចង់ធ្វើខ្លួនឯងឲ្យដូចអ្នកនេះដូចអ្នកនោះប៉ុន្តែមិនចង់ធ្វើខ្លួនឯងជាខ្លួនឯងព្រោះតែមិនជល់ទើបមិនដឹងថាធ្វើជាខ្លួនឯងគឺល្អបំផុតដោយសារមិនមានអ្នកណាដូចជាយើងបានឡើយហើយយើងក៏មិនអាចដូចជាគេទាំងស្រុងបានដែរមនុស្សយើងកើតមកមានទេពកោសល្យនិងចំណង់ចំណូលចិត្តខុសៗពីគ្នាការដែលយើងប្រឹងប្រែងធ្វើការខុសក្តីស្រមៃរបស់ខ្លួនដើម្បីតែរកលុយឲ្យបានច្រើនវានឹងនាំ stress ចូលក្នុងជីវិតរបស់យើងមិនចេះចប់ឡើយការប្រៀបធៀបជាមួយអ្នកដទៃដោយយកគេធ្វើជាគំរូដើម្បីឲ្យយើងចេះចំណាយពេលវេលាអភិវឌ្ឍខ្លួនឯងដូចជាគេវាគឺជារឿងល្អប៉ុន្តែបើយើងយកខ្លួនឯងទៅធ្វើតាមគេរហូតបាត់បង់អត្តសញ្ញាណរបស់ខ្លួនឯងផ្ទាល់វានឹងធ្វើឲ្យយើងវង្វេងក្នុងក្តីស្រមៃរបស់គេទៅវិញទេ